ចំពោះការសាងអ្វីៗបានទាំងអស់តែសាងអំពើល្អមនុស្សអាក្រក់ធ្វើបានដោយលំបាកដូច្នេះបុគ្គលទាំងឡាយខ្លះគ្មានសតិភ្ញាក់កំណើតសាងអំពើល្អទេឃើញបុគ្គលខ្លះគេចូលចិត្តធ្វើបុណ្យឲ្យទាននិងរក្សាសិលជាដើមបែរទៅជាមើលងាយឲ្យតម្លៃអ្នកនោះទៅជាអន់ថយទៅវិញគឺជាមនុស្សដែលមានពាក្យបំណេះដំណៀលខូចកិត្តិយសអ្នកនោះថាជាអ្នកធ្វើបុណ្យយកតែមុខតែចំពោះពាក្យព្រានប្រដៅរបស់ព្រះពុទ្ធវិញតែងលើកដំកើងនៅបុគ្គលណាដែលបានសាងក្នុងអំពើល្អមិនថាក្មេងឬចាស់ទេព្រមដោយបព្វជិតផងដែរព្រះអង្គទ្រង់ត្រាស់ថាកតញ្ចៈសុកតੰសីយោអំពើល្អដែលគេធ្វើឲ្យប្រសើរជាងត្រង់នេះព្រះពុទ្ធជាម្ចាស់បរមគ្រូនៃយើងព្រះអង្គទ្រង់សរសើរដល់បុគ្គលណាដែលបានប្រណិប័តក្នុងអំពើល្អជាអ្នកស្គាល់បុណ្យបាបគុណទោសជាអ្នកមានប្រាជ្ញាវិចារណញ្ញាណជាគ្រឿងជំនួសដែលបរិបូរក្នុងខ្លួនហើយឲ្យយល់សម្គាល់ភ្លាមថានេះជាអំពើដែលនាំឲ្យសុខឲ្យចម្រើននេះជាអំពើដែលនាំឲ្យវិនាសជាទុក្ខនេះជាហេតុនាំឲ្យកើតប្រយោជន៍និងមិនមែនប្រយោជន៍ចំណែកអំពើល្អតែងបានទទួលផលល្អដែលជាអំពើដែលគេបានធ្វើឲ្យប្រសើរតែងរក្សាទ្រទ្រង់គ្រប់ពេលវេលាចាំទុកណាបងប្អូនការសាងល្អកុំចាំបាច់ដល់ចាស់អីព្រោះថាការរស់នៅរបស់យើងទាំងឡាយនេះមិនប្រកាសថាយើងអាចរស់នៅដល់ចាស់នោះទេព្រោះអ្វីស្ទើរតែមិនទៀងសោះឡើយជីវិតមិនឯកោទេលុះត្រាណាដែលយើងដឹងអំពីទុក្ខសច្ចៈដែលជាហេតុឲ្យការទុក្ខសុខទុក្ខរបស់សពសត្វក្នុងលោកនេះរមែងមានជាពុំរួចជីវិតមើលមិនឃើញទេម្ដងសប្បាយម្ដងការទុក្ខវាជាគូនឹងគ្នាដូចថ្ងៃហើយនៃយប់រមែងជាដំណើរប្រព្រឹត្តទៅជាធម្មតារបស់សង្ខារនៃសត្វទាំងឡាយដែលកើតហើយរលត់កើតជួបហើយតែងព្រាត់ជាធម្មតាមិនអាចកន្លងផុតអំពីការព្រាត់នោះបានឡើយការឃើញអ្វីសុទ្ធតែមិនទៀងដូច្នេះអ្វីដែលជួបហើយព្រាត់សូមឲ្យកន្លងបង់ហួសទៅចោះព្រោះអីយើងមិនអាចឃើញហើយខាត់ខាំងអំពីការបាត់បង់នោះបានឡើយសូម្បីយើងផ្ទាល់ដែលមិនចេះឈឺក៏មិនអាចកន្លងផុតអំពីសច្ចភាពនោះបានដែរដូចជាចាស់ជរាមិនចង់ឲ្យចាស់មិនចង់ឲ្យបែកមិនចង់ឲ្យព្រាត់មិនចង់ឲ្យស្លាប់ការបើឃើញនៅនឹងភ្នែកក្នុងសភាពបែបនេះជាធម្មតាតែយើងនៅកន្ទុកន្ទិញប្រាថ្នាចង់បាននៅរបស់ដែលបាត់ហើយឲ្យឃើញនោះវិញនៅការព្រាត់ឲ្យជួបវិញនៅការមិនទៀងទាត់ឲ្យថិតថេរនោះមិនមានទេដូច្នេះសូមលោកអ្នកត្រូវពិចារណាអំពីជីវិតនៃសង្ខាររបស់សត្វទាំងឡាយថាអ្វីសុទ្ធតែមិនទៀងទាត់ឡើយចំពោះការរកស៊ីអ្វីគ្រប់យ៉ាងមនុស្សតែងប្រាថ្នាចង់បានពុំចេះចោះចង់មានលៀបមានយសចង់បានមាសបានប្រាក់ដើម្បីក្លាយជាសេដ្ឋីដែលមានទ្រព្យច្រើនចំពោះពាក្យថាការសន្សំគឺបានដល់នៃការប្រឹងប្រែងព្យាយាមធ្វើនៃមុខរបរប្រចាំជីវិតជារឿយប្រចាំថ្ងៃមិនដាក់ទុរៈចុះមិនខ្ជិលច្រអូសហើយសន្សំមាសសន្សំប្រាក់ដើម្បីក្លាយឲ្យជាអ្នកមានទ្រព្យច្រើនលើសគេបានធ្វើជាសេដ្ឋីឯចំពោះមនុស្សដែលល្អគឺបានមកក្នុងអត្តភាពនេះមកពីការសន្សំប្រព្រឹត្តធ្វើសេចក្តីល្អជាប្រចាំថ្ងៃផងដែរទើបក្លាយជាមនុស្សដែលល្អព្រោះតែយើងបានសម្លឹងឃើញពីគុណតម្លៃរបស់ខ្លួនឯងនិងគុណតម្លៃរបស់អ្នកដទៃតែទីបំផុតមនុស្សក្លាយជាសេដ្ឋីមានទ្រព្យច្រើនប៉ុណ្ណាបើការប្រាថ្នានោះមិនចេះចប់ក៏នៅតែក្រដដែលឯចំពោះមនុស្សល្អទើបបានគ្រប់ព្រោះអស់នៃការប្រាថ្នាហួងហែងបានមកប្រកបដោយធម៌ទៅវិញក៏ប្រកបដោយធម៌ដែរព្រោះតែចិត្តនេះបានអប់រំហើយល្មមគ្រប់គ្រាន់ប្រកបមុខរបរប្រចាំជីវិតដោយសម្មាអាជីវោ
គឺចិញ្ចឹមជីវិតដ៏ត្រឹមត្រូវវាយាមៈសេចក្តីព្យាយាមគឺជាការប្រឹងប្រែងរបស់មនុស្សណាដែលបានដល់នូវភាពឧស្សាហ៍ក្មេងគ្មៀតមិនដាក់ធុរៈមិនខ្ជិលច្រអូសចំពោះមនុស្សមានពីរប្រភេទមនុស្សប្រភេទទី1គឺជាមនុស្សឧស្សាហ៍បានដល់ភាពប៉ិនប្រសប់ប្រារព្ធចំពោះកិច្ចការងារតូចធំទាំងឡាយមិនឲ្យបាត់បង់ទទេដោយឥតប្រយោជន៍ឡើយគឺគេបានហាត់រៀនវាតាំងនៅក្នុងផ្នត់គំនិតពីតូចរហូតដល់ធំធ្វើកិច្ចការអ្វីក៏ដោយគឺត្រាំងចិត្តហ្មត់ចត់ជឿជាក់សង្ឃឹមថាផលនោះនឹងទទួលបានទោះបីជាផលនោះមិនទាន់ហុចឲ្យក៏ដោយចំពោះមនុស្សប្រភេទទី2គឺជាមនុស្សខ្ជិលមិនចេះតស៊ូព្យាយាមឲ្យបានប្រសើរទេបើធ្វើអ្វីគឺចង់បានផលទាន់ហន់ភ្លាមលុះដល់ពេលមិនឃើញផលដែលត្រូវទទួលបានក៏បោះបង់ក្តីសង្ឃឹមចោលនៅពាក់កណ្ដាលទីបោះទៅហើយចំពោះការទទួលផលវិញគឺ0លោកអ្នកត្រូវតែចងចាំថាចំពោះការព្យាយាមមិនមែនធ្វើភ្លាមបានផ្លែតនោះទេលោកអ្នកត្រូវតែព្យាយាមពីចម្ងាយទើបបានសម្រេចចំពោះការព្យាយាមនេះសេចក្តីព្យាយាមដែលវេលាមកដល់សេចក្តីព្យាយាមនោះប្រែការមិនបានទេដូចយើងរស់នៅទីឆ្ងាយដែលមិនមានផ្លែឪឡឹកហើយខ្លួននេះចង់បរិភោគនៅផ្លែឪឡឹកក៏បានយកគ្រាប់ឪឡឹកនេះទៅដាំហើយដាក់ជីស្រោចទឹកអង្គុយរងចាំមើលឪឡឹកផ្លែតែភ្លាមនោះវាមិនអាចដុះដោយបំណងដែលយើងចង់បរិភោគនៅផ្លែឪឡឹកភ្លាមឲ្យដូចចិត្តបានឡើយដូច្នេះការព្យាយាមតន់ហន់ឲ្យបានសម្រេចជាប្រយោជន៍នោះគ្មានបានការទេភ្លើងតែងក្តៅជីវិតតែងមានបញ្ហាវាជារឿងធម្មតាទៅហើយសម្រាប់ជីវិតមួយនេះពេលជួបបញ្ហាម្ដងចិត្តនេះពិតជាស្មុគស្មាញណាស់តែថាមិនអីទេមេឃព្យុះភ្លៀងគង់តែរាំងរមែងធ្វើឲ្យស្រឡះសមុទ្រតែងមានរលករមែងធ្វើឲ្យឆ្នេរខ្សាច់មានសម្រស់ស្អាតសោភាយ៉ាងណាលោកអ្នកចូលប្រើជីវិតនេះឲ្យរស់នៅជាមួយនឹងការពិតយើងគេទាំងអស់គ្នាក៏ដូចគ្នាគ្មាននរណាម្នាក់អាចគេចផុតពីបញ្ហាបានទេតែយើងត្រូវធ្វើចិត្តនេះកុំឲ្យជាប់ជំពាក់នឹងបញ្ហាដែរត្រូវដោះស្រាយចំណងនៃជីវិតនេះបន្តិចម្ដងកុំឲ្យជាប់ជំពាក់នៃការប្រាថ្នាស្រឡាញ់ខឹងស្អប់ច្រើនពេកព្រោះថាការដែលយើងមិនជាប់ជំពាក់នៃការហួងហែងនិងការប្រាថ្នាស្រឡាញ់ស្អប់ច្រើនបញ្ហាទាំងនោះរមែងមិនកើតមានដល់លោកអ្នកដែលមិនជាប់ជំពាក់ក្នុងការហួងហែងខឹងស្អប់និងការស្រឡាញ់នោះឡើយចំពោះការព្យាយាមនេះមិនបានសម្រេចឡើយមានតែសេចក្តីព្យាយាមពីចម្ងាយប៉ុណ្ណោះដែលជាសេចក្តីព្យាយាមដ៏ត្រឹមត្រូវអាចប្រើការបានដល់អ្នកដាំឪឡឹកបើចង់បរិភោគត្រូវការផ្លែឪឡឹកមិនមែនធ្វើភ្លាមបានផ្លែតនោះទេត្រូវប្រើពេលវេលាអស់រយៈពេលចំនួន3ខែត្រូវដាំដុះហើយមើលថែយ៉ាងយកចិត្តទុកដាក់បំផុតទើបផលនៃការដែលយើងបានប្រឹងប្រែងព្យាយាមកន្លងមកនោះ3ខែក្រោយមកនឹងទទួលផលដូចយ៉ាងជីវិតយើងម្នាក់បើចង់សម្រេចការងារតូចធំទាំងឡាយត្រូវតែប្រើពេលវេលាមានសេចក្តីព្យាយាមពីចម្ងាយទើបសេចក្តីព្យាយាមនោះនឹងបានសម្រេចផលល្អដ៏ត្រឹមត្រូវដែលយើងបានប្រឹងប្រែងកន្លងមកនោះក្នុងលោកនេះយើងត្រូវតែរស់នៅឲ្យធ្វើជាមនុស្សខ្លាំងពូកែមិនមែនខ្លាំងពូកែដោយកម្លាំងតតាំងចង់ឈ្នះចង់ចាញ់ព្យាបាទអ្នកដទៃអ្វីទេគឺខ្លាំងទៅលើភាពអ្នកមានប្រាជ្ញាឆ្លាតវៃក្នុងការសិក្សារៀនសូត្រឬចំណេះជំនាញអ្វីមួយនៃមុខរបរប្រចាំជីវិតខ្លួនការពឹងរបស់ខ្លួនឯងគឺជាកម្លាំងដ៏អស្ចារ្យ
លើសពីការពឹងរបស់អ្នកដទៃដូចជាព្រះពុទ្ធទ្រង់ត្រាស់ថាខ្លួនជាទីពឹងរបស់ខ្លួនចាំទុកណាបងប្អូនបើរាប់អាននរណាម្នាក់យើងអាចពឹងពាក់ភ្នាក់អាស្រ័យដោយការខ្វះខាតមានការខ្វះហិរញ្ញវត្ថុហើយត្រូវខ្ចីបុលគេបើគេឲ្យខ្ចីដោយមិនគិតពីការប្រាក់ចាត់ទុកថាគេនោះនៅរាប់អានយើងក៏ប្រសើរទៅហើយតែបើខ្ចីលុយនោះញឹកញយខ្លាំងពេកអាចធ្វើឲ្យចំណងមិត្តភាពបែកបាក់បានកុំខ្ចីលុយគេញឹកញយពេកព្រោះថាធម្មតាមនុស្សដូចគ្នារមែងមានការត្រូវការនិងខ្វះខាតដូចយើងដែរដូច្នេះរស់នៅទីពឹងខ្លួនឯងទោះបីមិនសល់ទ្រព្យច្រើនមែនកុំឲ្យតែជំពាក់គេទើបឈ្មោះថាជីវិតនេះមានសេចក្តីសុខយើងត្រូវរស់នៅក្នុងក្តីសង្ឃឹមស៊ូឡើងកុំអាលបាក់ទឹកចិត្តថាធ្វើអ្វីមិនកើតថ្ងៃនេះធ្វើមិនបានល្អសូមបន្តធ្វើថ្ងៃស្អែកទៀតហើយកុំប្រើជីវិតនេះទៅច្រណែននឹងអ្នកដទៃគ្មានបានការទេគេធ្វើអ្វីក៏ស្រេចទៅគេទៅចោះត្រូវចេះរស់នៅធ្វើឲ្យដូចនឹងព្រះអាទិត្យព្រមទាំងព្រះច័ន្ទដែលមានតួនាទីសារៈសំខាន់ផ្សេងពីគ្នាព្រះអាទិត្យមានតួនាទីបញ្ចេញពន្លឺបាននៅក្នុងវេលាថ្ងៃលិចទៅក្នុងវេលាល្ងាចព្រះច័ន្ទមានតួនាទីបញ្ចេញពន្លឺបានក្នុងវេលាយប់លិចទៅក្នុងវេលាព្រឹកដូច្នេះមនុស្សមានសមត្ថភាពផ្សេងពីគ្នាសូមកុំច្រណែនព្យាបាទនឹងអ្នកដទៃឲ្យសោះគ្មានបានការប្រយោជន៍អ្វីទេមានតែសេចក្តីក្តៅក្រហល់ក្រហាយកើតឡើងចំពោះក្នុងចិត្តតែប៉ុណ្ណោះចំពោះការនិយាយសម្ដីអ្នកចេះដឹងប្រកបដោយហេតុ5យ៉ាងគឺ 1. និយាយពាក្យពិតបានដល់នៅភាពសច្ចៈមិននិយាយកុហកវិជ្ជាបោកបញ្ឆោតអ្នកដទៃណាឲ្យគេខកចិត្តនិងខ្វះទំនុកចិត្តលើការជឿជាក់មកលើខ្លួន 2. និយាយពាក្យមានប្រយោជន៍ការនិយាយត្រូវតែនិយាយខ្លីក៏ដោយតែឲ្យខ្លឹមគឺសំដៅយកពាក្យណាដែលធ្វើឲ្យអ្នកដទៃស្ដាប់ទៅយកជាការបទពិសោធន៍និងមានប្រយោជន៍ឲ្យកើតជាការបានមិននិយាយពាក្យលេងលេះលោះរុះរយពោលពាក្យបញ្ចោចបញ្ចើឲ្យអ្នកដទៃក្តៅក្រហាយចិត្តឡើយ 3. និយាយពាក្យពីរោះពិសាពាក្យសម្ដីនោះមិនមែនសំដៅទៅលើអាស្រ័យនៃសម្លេងល្អទេតែអាស្រ័យទៅលើពាក្យចំពោះការនិយាយលើកដាក់ត្រូវតែប្រើពាក្យប្រកបដោយសេចក្តីថ្លៃថ្នូរឲ្យសមជាមនុស្សមិនមែនបញ្ចោចបញ្ចើនិយាយពោលពាក្យអាក្រក់ជេរប្រមាថទៅលើអ្នកដទៃឡើយគឺនិយាយដោយប្រកបមានសុជីវធម៌សិលធម៌និងចរិយាមារយាទប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងជីវិតគឺនិយាយទៅឲ្យកើតជាសេចក្តីសុខដល់ខ្លួនឯងនិងអ្នកដទៃ 4. និយាយតាមកាលៈទេសៈការនិយាយនេះត្រូវមើលកាលវេលាដែលត្រូវដល់ហើយគឺត្រូវសង្ខេបកុំនិយាយតែប៉ែសាំញ៉ាំច្រំដែលធ្វើឲ្យអ្នកដទៃកើតការធុញទ្រាន់ប្រែប្រួលយើងត្រូវសម្លឹងមើលពីអរិយាបថរបស់អ្នកដទៃដែលកំពុងស្ដាប់យើងនោះពោលគឺធ្វើយ៉ាងណាកុំនិយាយឲ្យហួសកាលហួសវេលាពាក្យបុរាណលោកពោលថាសម្ដីកំពុងពីរោះកំពោលឲ្យហួសកាលបើនិយាយហួសវេលាថ្ងៃក្រោយមកធ្វើឲ្យអ្នកដទៃដែលស្ដាប់នោះមានកើតការធុញទ្រាន់និងមិនចង់ចូលរួមប្រជុំស្ដាប់បន្តទៀតឡើយ 5. និយាយដោយចិត្តមេត្តាប្រកបណាស់សម្ដីប្រកបដោយពាក្យមេត្តាគឺជាសម្ដីប្រៀបបានដូចជាទឹកអមរិតជ្រោតជ្រាបទៅក្នុងក្រអៅបេះដូងរបស់អ្នកស្ដាប់គឺមិននឿយណាយនិយាយដោយពាក្យពីរោះនិយាយដោយពាក្យខ្លឹមសារនិយាយដោយសេចក្តីអាណិតនិយាយដោយសេចក្តីស្រឡាញ់មិននិយាយពាក្យត្រគោះបោះបោកមិននិយាយមើលងាយអ្នកដទៃហើយលើកដំកើងខ្លួនឯងថាខ្លួននោះល្អប្រសើរលើសអ្នកស្ដាប់នោះឡើយក្នុងចំណុចអ្នកចេះដឹងទាំងឡាយកាលណាបើបាន
និយាយដល់ទៅចំណុចទាំង5យ៉ាងនេះទៅក្នុងទីណាទីនោះក៏កើតសេចក្តីសុខដល់ខ្លួនឯងនិងអ្នកដទៃផងដែរជីវិតនេះបើរស់នៅហើយសូមបន្តធ្វើអំពើល្អឲ្យបានច្រើនព្រោះថាមនុស្សដែលជាអ្នកមានពៀរមែងមិនចេះបានសុខស្ងប់ឡើយមួយថ្ងៃគិតតែពីរឿងក្តៅក្រហាយក្រេក្រោធសំបីមុខក៏មិនរិចពេលដែលអ្នកខឹងសាកឆ្លុះកញ្ចក់មើលទោះជាមុខនោះផាត់ម្សៅក្រាស់យ៉ាងណាក៏មុខរបស់អ្នកនៅតែអាក្រក់មិនស្អាតដដែលព្រោះតែចិត្តរបស់អ្នកនោះដែលខឹងហើយមានកំហឹងពេញខ្លួនក្នុងសន្តានចិត្តដូចនេះលោកអ្នកដែលចង់បានខ្លួនស្អាតគឺត្រូវធ្វើចិត្តឲ្យល្អប្រសើរស្អាតទើបឈ្មោះថាដល់ព្រមដោយកាយផងវិជ្ជាផងនិងចិត្តផងឈ្មោះថាស្អាតទោះបីជាលោកអ្នកមិនបានលាបម្សៅក្រាស់ស្អាតយ៉ាងណាក៏មិនបានឆ្លុះកញ្ចក់មើលដែរក៏ដឹងខ្លួនថាខ្លួននេះស្អាតទៅហើយព្រោះដល់ព្រមដោយចិត្តរីករាយមានចិត្តមេត្តាករុណាឧបេក្ខាដែលកើតឡើងអំពីចិត្តដែលស្ងប់ហើយទើបឈ្មោះថាជាមនុស្សដែលស្អាតចាកនៅគ្រឿងសៅមងទាំងឡាយចំពោះគ្រួសារវិញការរស់នៅក្នុងរវាងប្តីហើយនិងប្រពន្ធបើមិនយល់ចិត្តថ្លើមអធ្យាស្រ័យអភ័យទោសអត់ឱនក្នុងរឿងតូចធំទាំងឡាយទេមុខជារស់នៅពុំបានសុខចម្រើនលូតលាស់ឡើយគ្រួសារខ្លះការរកស៊ីមុខរបរប្រចាំថ្ងៃពុំសូវពូកែទេបើពូកែបំផុតនោះគឺមួយសប្តាហ៍ឆ្លោះប្រកែកគ្នាសឹងតែគ្មានថ្ងៃរលួសមានប្តីប្រពន្ធខ្លះពេលបានជួបគ្នាក្នុងគ្រាដំបូងហៅគ្នាសុទ្ធតែអូនបងលុះខែឆ្នាំច្រើនកន្លងហៅគ្នាសុទ្ធតែមីហែងអាហងក្រុមគ្រួសារប្តីហើយនឹងប្រពន្ធបើនិយាយពាក្យតែយ៉ាងនេះតើសុភមង្គលសុខចម្រើនបានមកពីណាចំពោះភរិយាស្វាមីបើចង់បានសុខបានចម្រើនសុខសុភមង្គលត្រូវប្រព្រឹត្តប្រកបដោយការសង្គ្រោះគ្នារវាងគ្នានឹងគ្នាដោយធម៌ទាំងឡាយ5ដែលព្រះពុទ្ធជាម្ចាស់បានទ្រង់ត្រាស់សម្ដែងទុកមកថា 1. ភរិយាត្រូវចាត់ចែងម្ហូបអាហារគ្រឿងឧបភោគបរិភោគជូនប្តីពិសាឲ្យមានរសជាតិឆ្ងាញ់ពិសេសគឺចេះដាំបាយដាំស្លគ្រប់ម្ហូបអាហារទាំងអស់ 2. ភរិយាត្រូវគោរពរាប់អានញាតិសន្តានផ្នែកខាងវងត្រកូលខាងប្តីឲ្យដូចជាញាតិត្រកូលរបស់ខ្លួនផងដែរមិនត្រូវស្រឡាញ់លំអៀងចំពោះតែញាតិរបស់ខ្លួនទេ 3. ចំពោះភរិយាមិនត្រូវក្បត់ចិត្តប្តីទៅលបលួចលាក់មានសហាយប្រុសដទៃក្រៅពីស្វាមីខ្លួនឡើយ 4. ភរិយាមានតួនាទីមើលថែទាំទ្រព្យសម្បត្តិដែលស្វាមីខំរកមកទុកដាក់កុំឲ្យបែកបាក់បាត់បង់ទៅដោយប្រការណាមួយដោយឥតប្រយោជន៍ឡើយ 5. ភរិយាមិនត្រូវខ្ជិលច្រអូសចំពោះការងារផ្ទះឡើយត្រូវទុកដាក់មើលថែផ្ទះសម្បែងឲ្យបានត្រឹមត្រូវមានកន្ទេលភួយមុងខ្នើយជាដើមតុទូកៅអីត្រូវរៀបចំឲ្យបានស្អាតបាតមិនត្រូវងើពីដេកហើយអរត់អរីបាញ់សាច់ធ្វើឲ្យខូចសេរីខាតលក្ខនោះឡើយកាលណាបើយើងមិនចេះរៀបចំសម្ពុតអាវស្បៅស្បៃឲ្យបានត្រឹមត្រូវចាត់ចែងទីធ្លាឲ្យបានល្អទេគេចាត់ទុកថាយើងជាស្ត្រីខាតលក្ខព្រោះតែចិត្តនេះខ្ជិលច្រអូសខ្ជះខ្ជាយក្នុងការងារផ្ទះសម្បែងហើយម្យ៉ាងទៀតផ្ទះមិនស្អាតបរិស្ថានមិនស្អាតក៏ជាទីមិនល្អប្រសើរសម្រាប់នៃការរស់នៅរបស់យើងគ្រប់គ្នាផងដែរដូច្នេះផ្ទះនីមួយៗត្រូវចាត់ចែងសម្រាប់ទីធ្លាឲ្យបានល្អត្រឹមត្រូវមានប្រទាលផ្កាគ្រប់ប្រភេទជាដើមនៅនឹងមុខផ្ទះដើម្បីជាសិរីសុភមង្គលមួយដែរឯចំពោះស្វាមីវិញត្រូវមានសេចក្តីសង្គ្រោះប្រកបដោយសង្ឃហធម៌ទាំងឡាយ5ផងដែរ1ស្វាមីត្រូវផ្ដល់កិត្តិយសដល់ប្រពន្ធឲ្យបានពិតប្រាកដទៅណាមកណាត្រូវយកទៅចូលរួមក្នុងកម្មវិធីផ្សេងៗដូចជាមានអាពាហ៍ពិពាហ៍ជប់លៀង
ឬបនទាននានាជាដើមឡាក់ដើម្បីបំពេញមុខមាត់ឲ្យសមតាមឋានៈរបស់ប្រពន្ធនិងស្វាមីរបស់ខ្លួនឲ្យអ្នកដទៃគឺមើលមកថាយើងនេះជាអ្នកមានគ្រួសារប្រកបដោយសុភមង្គលថ្លៃថ្នូរការរស់នៅចេះគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមកមិនត្រូវដើរតែឯងនោះទេទៅកាន់ទីដទៃណាត្រូវកាន់ដៃជាភរិយាឲ្យបានត្រឹមត្រូវ 2. ស្វាមីមិនត្រូវមើលងាយប្រពន្ធចាត់ទុកប្រពន្ធដូចជាទាស័យខ្ញុំបម្រើដាច់ថ្លៃនោះឡើយពេលមកពីធ្វើការហត់នឿយទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជួយគ្នាដាំបាយឬក៏ម្ហូបអាហារស្លយ៉ាងណាជួយកិច្ចការក្នុងផ្ទះនោះឲ្យបានត្រឹមត្រូវព្រមព្រៀងគ្នាជាធ្លុងមួយទើបមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ 3. ស្វាមីមិនត្រូវមានចិត្តផិតក្បត់ប្រពន្ធទៅលបលួចសហាយស្មន់នឹងស្រីពេស្យាឬស្រីដតីដែលមិនត្រូវច្បាប់ចាស់ទុំដែលចូលស្ដីដណ្ដឹងនោះឡើយផ្កាដែលមានតម្លៃថ្លៃជាងគេបំផុតមិនមែនផ្កាកុលាបហើយក៏មិនមែនផ្កាអ្វីដែរគឺផ្កាស្លានេះឯងព្រោះថាផ្កាស្លាចាស់ទុំបានដឹងឮរវាងប្តីហើយនឹងប្រពន្ធដែលជាផ្កាចំណងដៃនៃគូជីវិត 5. ស្វាមីបើមានលុយកាក់ល្មមគ្រប់គ្រាន់អាចនឹងទិញបានត្រូវទិញគ្រឿងអលង្ការមាសប្រាក់ជាដើមលម្អលម្អិតមានប្រេងម្សៅជាដើមឲ្យភរិយាដើម្បីតបតែងកាយនេះឲ្យបានរឹងរិតតែប្រសើរឡើងណាមួយចំពោះការដែលយើងបានលើកទឹកចិត្តចំពោះភរិយានេះក៏ជាចំណែកមួយដែរដែលធ្វើឲ្យភរិយាមានចិត្តអាណិតស្រឡាញ់ចំពោះស្វាមីរបស់ខ្លួនកាន់តែធ្វើឡើងទៀតផងសង្ឃហធម៌ទាំងឡាយ5ចំពោះភរិយាចំពោះស្វាមីនេះគឺជាសង្ឃហធម៌ដ៏ល្អមួយដែលព្រះពុទ្ធជាម្ចាស់បរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាសម្ដែងទុកមកដើម្បីឲ្យជាភុធជនដែលរស់រានមានជីវិតប្រព្រឹត្តទៅក្នុងសុភមង្គលប្រកបដោយសុខសេរីសួស្តីនេះក៏មកអំពីសង្ឃហធម៌ទាំងឡាយ5យ៉ាងនេះដែរចំពោះភរិយាប្តីប្រពន្ធណាបានយកចិត្តទុកដាក់និងថែរក្សាគោរពប្រណិប័តក្នុងគោលជំហរនៃសង្ឃហធម៌ការសង្គ្រោះរវាងគ្នានឹងគ្នាទាំង5យ៉ាងនេះក៏កើតជាសុភមង្គលដ៏អង្អាចនៅក្នុងក្រុមគ្រួសារនិងកើតមានសុភមង្គលប្រកបជានិរន្តរ៍តរៀងទៅចំពោះការគិតរបស់មនុស្សពេលខ្លះគិតទៅដូចជាចង់វវែងសតិទៅហើយគិតហើយគិតទៀតដូចជាគ្មានបានផលផ្លែផ្កាអ្វីសោះចិត្តមួយថាមិនចង់គិតទេតែចិត្តមួយទៀតចេះតែនឹកឃើញនៅភាពសោកស្ដាយនៅអ្វីដែលបាត់បង់ទៅហើយនោះនឹកឃើញរាល់នៃគ្រាលំបាកទាំងឡាយដែលប្រឹងប្រែងព្យាយាមតស៊ូកន្លងមកលុះមកដល់ចំណុចដែលល្អប្រសើរហើយគិតថាការរស់នៅរបស់យើងជាលក្ខណៈក្រុមគ្រួសារពិតជាមានសេចក្តីសុខសាន្តណាស់ពុទ្ធោហើយបែរជាជួបប្រទះក្នុងរឿងអកុសលជីវិតម៉ែជើរីបានមកផ្ដាច់សង្ខាររបស់មនុស្សម្នាក់ទៅបាត់បន្សល់នៅមនុស្សម្នាក់ឲ្យរស់នៅក្នុងភពផែនដីនេះឯកោតែម្នាក់ឯងគិតទៅដូចជាមិនខុសដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងទុកមកថារូបังអនិច្ចំរូបនេះមិនទៀងមែនរូបังទុក្ខំរូបនេះជាទុក្ខរូបังអនត្តារូបនេះមិនមែនជារបស់ខ្លួនឡើយនៅសុខបែរជាមានទុក្ខការរស់នៅរបស់សត្វទាំងឡាយក្នុងថ្ងៃនេះអាចថាយើងនឹងរស់នៅមានសេចក្តីសុខតែអ្វីគ្រប់យ៉ាងមិនល្អដោយការគិតរបស់មនុស្សឡើយបែរជាមានភាពប្រែប្រួលមានសេចក្តីប្រោះប្រាសមានសេចក្តីទុក្ខកង្វល់កើតឡើងទៅវិញដូច្នេះហើយបងប្អូនទាំងឡាយចំពោះមនុស្សដែលរស់នៅជុំវិញខ្លួនយើងទាំងការរស់នៅក្នុងលោកនេះឲ្យមានសេចក្តីសុខព្រមដល់គ្នានឹងគ្នាចូលកុំប្រមាថកុំធ្វេសប្រហែសអ្វីឡើយការរស់នៅរបស់យើងក្នុងថ្ងៃនេះមិនប្រកាសថាការរស់នៅយើងនេះមានសេចក្តីសុខជាយូរអង្វែងទេចូលលោកអ្នក
ធ្វើសេចក្តីល្អដល់គ្នានឹងគ្នាគប្បីមិនចងពៀវវរាគ្នាមិនខឹងគ្នាមិនស្អប់មិនច្រណែនមិនព្យាបាទគ្នាលុះដល់ពេលដែលយើងមានសេចក្តីព្យាបាទច្រណែនខឹងស្អប់រមែងមានការព្រាត់ប្រាសចាកនារីទៅក៏ធ្វើឲ្យយើងដែលរស់នៅក្នុងបច្ចុប្បន្ននេះមានការសោកស្ដាយអឡោះអាល័យកន្ទុកកន្ទិញមានវបដិសារីស្ដាយក្រោយសូមសត្តនិករស់នៅប្រកបដោយសុភមង្គលនិងសេចក្តីសុខក៏មានពាវរានឹងគ្នាសត្វទាំងឡាយដែលមានសេចក្តីទុក្ខសូមឲ្យជាសត្វបានសេចក្តីទុក្ខទៅសត្វទាំងឡាយណាដែលមានភ័យសូមឲ្យជាសត្វបាត់ភ័យទៅសត្វទាំងឡាយណាដែលមានសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាមិនថាយើងរស់នៅទីណាទេសូមយកចិត្តទុកដាក់ធ្វើអំពើល្អឲ្យបានរឿយៗសូមកុំយកចិត្តទុកដាក់ប្រើភ្នែកឲ្យសម្លក់សម្លឹងឃើញទោសរបស់អ្នកដទៃជានិច្ចនោះសូមកុំយកចិត្តទុកដាក់ប្រើមាត់ទៅនិយាយដើមរឿងរ៉ាវរបស់អ្នកដទៃដោយពាក្យមុសាកុហកឬក៏និយាយដោយពាក្យឥតប្រយោជន៍នោះសូមកុំប្រើចិត្តខ្នន់ខ្នេរទៅបៀតបៀនចំពោះជីវិតសត្វដទៃនោះសូមកុំប្រើចិត្តឲ្យកាយនេះទៅប្រព្រឹត្តអំពើមិនគប្បីមានលួចប្លន់កັບកេងទ្រាំសម្បត្តិរបស់អ្នកដទៃនោះនិងសូមកុំឲ្យកាយនេះទៅប្រព្រឹត្តអំពើស្មោកគ្រោកប្រព្រឹត្តខុសក្នុងកាមមានប្រពន្ធកូនប្តីស្រីរបស់អ្នកដទៃនោះដោយខុសច្បាប់សរុបដោយខ្លីមកកំហុសដែលធំរបស់មនុស្សគឺយល់ច្រឡំថាខ្លួននេះធ្វើអ្វីសុទ្ធតែត្រូវទាំងអស់ដូច្នេះបើយើងចង់បានសេចក្តីសុខនៅក្នុងផ្លូវចិត្តហាមប្រព្រឹត្តក្នុងអំពើដែលមិនគប្បីដោយអង្គអាត្មាភាពបានពោលមកខាងលើនេះនោះសេចក្តីសុខនិងសេចក្តីចម្រើនរមែងកើតឡើងដល់បុគ្គលនោះចាក់ជាមិនខានឡើយរាល់ថ្ងៃនេះយើងដឹងហើយថាអ្វីសុទ្ធតែមិនទៀងទាត់ថិតថេរឡើយដូច្នេះតើយើងគិតរឿងក្នុងអតីតកាលធ្វើអ្វីទៀតអ្វីដែលអាចបំភ្លេចបានបំភ្លេចចោលទៅកុំយកមកគិតអីព្រោះខួរក្បាលយើងមិនមែនជាធុងសម្រាប់ដាក់រឿងឥតប្រយោជន៍ទេអ្វីគ្រប់យ៉ាងការគិតច្រើននៅតែសាំញ៉ាំក្នុងខួរក្បាលអាចកើតជារោគផ្លូវចិត្តធ្វើឲ្យយើងឆ្កួតបានជីវិតក្នុងលោកនេះគ្មាននរណាគ្រាន់បើជាងនរណាទេកើតមកសុទ្ធតែនាំសម្ពីទុកមកទាំងអស់ទុកព្រោះតែគេព្យាបាទទុកព្រោះគេបៀតបៀននៅក្នុងជីវិតទុកព្រោះគេនិន្ទាទុកព្រោះសេចក្តីចាស់ទុកព្រោះសេចក្តីឈឺទុកព្រោះសេចក្តីប្រក់ប្រាស់ទុកព្រោះសេចក្តីស្លាប់ចុះបើទុកម្លឹងតែយើងរកអ្វីជាទីពឹងបានដូច្នេះដើម្បីសមនឹងបំណងដែលមិនសូវឲ្យការទុកចូលលោកអ្នកត្រូវរៀនលះអំពីសេចក្តីទុកទាំងនោះបន្តិចម្ដងត្រូវធ្វើចិត្តឲ្យត្រជាក់សុខស្ងប់ភ្ញាក់កំណើតកើតគំនិតកុំមានការគិតរឿងអតីតកាលបន្តទៅទៀតកុំព្យាបាទនឹងអ្នកដទៃចម្រើនមេត្តាផ្លូវចិត្តឲ្យបានល្អមានសិលជាគ្រឿងរក្សាចិត្តឲ្យប្រពៃមានសម្ដីជាកិច្ចដ៏សមរម្យក្នុងការសង្រួមនៅវិចាររបស់ខ្លួនឲ្យល្អប្រសើរបើអ្នកដទៃមានកំហុសមកលើខ្លួនយើងត្រូវចេះអហោសិកម្មគឺកម្មមិនឲ្យផលមិនត្រូវចងព្យាបាទគ្នានឹងគ្នាឡើយបើលោកអ្នកចម្រើនមេត្តាផ្លូវចិត្តមានសិលជាគ្រឿងសង្រួមក្នុងកាយវិចារចិត្តល្អប្រសើរហើយលោកអ្នករស់នៅទីកន្លែងណាក៏ដោយសេចក្តីសុខនឹងតាមលោកអ្នកទៅទីកន្លែងនោះពុំខានបើមនុស្សណាមិនដឹងសូម្បីទេវតាក៏គង់ដឹងបើឃើញសម្ពុតរហែកកុំរហែកឲ្យខ្លាំងប៉ះពើបិទបាំងទុកប្រើប្រាស់ឲ្យកើតជាប្រយោជន៍ដល់ខ្លួនគឺក្រំបើជាងអត់យ៉ាងណារឿងរ៉ាវក្នុងជីវិតមួយនេះបុគ្គលណាដែលធ្លាប់ពឹងពាក់ភ្នាក់អាស្រ័យអ្នក
ដែលមានឧបការៈដល់ខ្លួនហើយបែរទៅជាវេឃ្នើរមើគុណដោយសារតែបុគ្គលនោះមានកំហុសតិចតួចអូសរំលងចោលទៅកុំយកមកគិតអីកាលណាបើអ្នកនោះនិយាយបាចហាយប្រាប់គេឯងដល់បុគ្គលដែលមានឧបការៈនោះឈ្មោះថាជាមនុស្សមិនល្អជាមនុស្សរមើគុណជាមនុស្សប្រទូសមិត្តរឿងដែលល្អក្នុងគ្រាពីមុនមកបាត់ទៅណាអស់ហើយតែបើរឿងអាក្រក់បន្តិចបន្តួចសោះនិយាយដើមដូចព្យុះការនិយាយនោះដូចជាបកក្តាមបង្ហាញអាចដូច្នេះមនុស្សគ្រប់រូបមុននឹងនិយាយត្រូវគិតសិនសឹមនិយាយបើនិយាយឲ្យត្រូវស្បូវវិលាស់តែបើនិយាយឲ្យទាស់មុខជាស្បូវរិចរិលហើយយើងធំហើយពុំមែនបៀមដៃដោយការនៅក្មេងទៀតទេមុននឹងសម្រេចចិត្តធ្វើអ្វីមួយការដែលធ្វើដំណើរក្នុងជីវិតនេះមានភាពស្មុគស្មាញណាស់ហើយត្រូវចាក់ចេញអំពីជីវិតនរណាម្នាក់លោកអ្នកត្រូវគិតខ្នាន់គ្នាសម្លឹងមើលពីគុណតម្លៃរបស់អ្នកនោះជាមនុស្សប្រភេទណាដែលមានទឹកចិត្តបែបណាត្រូវគិតឲ្យច្បាស់មុននឹងសម្រេចចិត្តជៀសវាងការស្ដាយក្រោយកុំឲ្យមានវបដិសារីពេលវេលាមិនដើរថយក្រោយទេជីវិតក៏មិននៅក្មេងរហូតដដែលព្រោះថាខ្លួនជាមនុស្សដឹងក្តីត្រូវគិតឲ្យជ្រៅក្នុងគំនិតមុននឹងធ្វើឬនិយាយអ្វីត្រូវគិតឲ្យសមហេតុនិងផលឲ្យបានល្អត្រឹមត្រូវសិនបើឃើញផ្លូវនោះថាល្អហើយចូលលោកអ្នកធ្វើចោះនិយាយចោះតែបើល្អសម្រាប់តែខ្លួនឯងយល់ពីអារម្មណ៍ថាខ្លួនឯងនេះល្អហើយមិនគិតខ្វាយខ្វល់អំពីអ្នកដទៃនោះក៏ឈ្មោះថាអ្នកនោះជាមនុស្សប្រកបដោយទុតិធិនិយមព្រោះដំណើរល្អក្នុងជីវិតនេះមិនគិតតែពីខ្លួនឯងបានសុខតែខ្លួនឯងតែម្នាក់នោះទេត្រូវគិតខ្នាន់គ្នាពីអ្នកដែលរស់នៅជុំវិញខ្លួនយើងផងត្រូវគិតពីសុខនិងទុក្ខសុខភាពពីអ្នកដែលមានឧបការៈគុណមកលើខ្លួនទើបយើងឈ្មោះថាអ្នកជាមនុស្សមានហេតុផលខ្ពស់ចំពោះការងារវិញម្ដងមនុស្សម្នាក់ត្រូវមានតួនាទីសំខាន់ណាស់សម្រាប់ជោគវាសនារបស់ខ្លួនធ្វើអ្វីត្រូវអាចកាន់ដោយខ្លួនឯងយើងមិនអាចរស់នៅសម្រាប់តែក្រោមការបង្គាប់របស់អ្នកដទៃទេតែយើងកុំត្រូវคล้ายជាមនុស្សជជែកក្បាលរឹងចំពោះកិច្ចការណាមួយដែលយើងមិនទាន់ចេះផងដែរបើចង់ឲ្យការងារនោះមានដំណើរទៅដោយរលូនយើងត្រូវសម្លឹងមើលពីអ្នកដែលមានការងារនោះដូចយើងដែរដែលមានបទពិសោធន៍កន្លងមកត្រូវរៀនស្ដាប់ត្រូវកត់ត្រាទុកត្រូវចងចាំដូចជាព្រះពុទ្ធជាម្ចាស់បានទ្រង់ត្រាថាកយរាជេករិយាធេណੰបើធ្វើការអ្វីត្រូវតែធ្វើការនោះឲ្យដិតដល់ពិតណាស់កិច្ចការងារសារពើទាំងអស់តែងកើតជាផលប្រយោជន៍មកពីការធ្វើដោយយកចិត្តទុកដាក់មានសេចក្តីព្យាយាមដ៏ស្វាហាប់បំផុតគឺដោយខ្លួនឯងមិនមែនសម្រេចផលប្រយោជន៍នោះដោយសុកចេះតែនឹកឃើញថាចង់ធ្វើនេះចង់ធ្វើនោះការងារនេះលំបាកណាស់ការងារនោះស្រួលណាស់ថ្ងៃនេះក្តៅណាស់ថ្ងៃនេះត្រជាក់ណាស់ថ្ងៃនេះមិនស្រួលខ្លួនទេចាំថ្ងៃស្អែកធ្វើបន្តចាំខានស្អែកធ្វើបន្តចាំអាទិត្យនេះចាំខែនេះចាំឆ្នាំនោះជាដើមបើការងារចាំម្លឹងតើប្រយោជន៍អ្វីនឹងសម្រេចដល់គោលដៅដែលលោកអ្នកចង់ប្រាថ្នានោះបុគ្គលនោះឯងរមែងធ្វើឲ្យពេលវេលាខ្ជិលខ្ជាទាំងប្រកាសក៏អស់ទៅទាំងប្រយោជន៍ដល់ខ្លួនក៏ពុំមានដូច្នេះហើយដើម្បីសម្រេចជាផលប្រយោជន៍ដ៏ឧត្តមថ្លៃថ្លាសមតាមបំណងរបស់ខ្លួននោះលោកអ្នកគប្បីធ្វើកិច្ចការណាត្រូវធ្វើឲ្យដិតដល់មាំមុនក្នុងកិច្ចការនោះកុំធ្វេសប្រហែសកុំធ្វើត្រង់នេះកុំធ្វើត្រង់នោះឆ្ពោះទៅត្រង់ណានាំឲ្យខាតប្រយោជន៍ត្រង់នោះសូម្បីផលប៉ិនក្រចកដៃក៏មិនឃើញផងពាក្យបុរាណលោកពោលថាធ្វើអ្វីធ្វើអីហើយកុំទុកឡើយបង្កើតគេ